trong đã OP rồi biếm ná từ chùm nính tỏ à lời bong mà biển ná cũng ở dương bà bạ không ca su bong chẳng đòn tiện để sao ta bong khơi chởn xua tha bong cái lại phạc bong UC nâng kết tinh mà tầm bầy ấy à lời cái dương cho mà can event bao dương là về để OP trên mấy ní chị event OP tham mấy bao dương UC sân nát cái dương chẳng bong mà chất ta bong do mà bong buồn rồi UC tại mà đón chẳng bong thưa ca đã vô mà bong buồn rồi UC chẳng bong ban sang sụt lùa tại mà đón tap on ai thưa ca đã tam tập bị bọc ổn từ chị bong mùi ở UC chiênឬក៏9ឲ្យ UC ជាងអីតាមហ្នឹងណាបងអត់បានបណ្ឌិតច្បាស់ដែរដោយសារតែបងតិចតិចគេຕົកអញ្ចឹងគ្នាយើងចុចកន្លែងសញ្ញាព្រួយតាមតែបងមិញមកហើយចូលកន្លែង Park OP នេះចូលកន្លែង Park OP នេះបងបញ្យល់បន្តិចគ្នាយើង Park OP នេះគឺបានន័យថានៅពេលដែលបងប្អូនបងយើងទាំងអស់គ្នាទិញកន្លែង Park OP នេះគឺយើងនឹងទទួលបាន C មកវិញបន្ទាប់ពីពេលដែលយើងទិញហើយយើងដោះ Quest OP យើងអញ្ចឹងបានន័យថាម៉េចយើងយក 1000 UC ហ្នឹងទៅទិញប្រឆេះមួយហ្នឹងពីយើងធ្វើការយកប្រអប់ហ្នឹងហើយទិញប្រអប់នឹងរួចយើងនឹងធ្វើការដោះ Quest បានន័យថារាល់មួយប្រអប់ដែលយើងទិញ 1000 UC បាន1000ពង OP អញ្ចឹងនៅពេលដែលយើងទិញហើយ level របស់យើងនឹង up ទៅដល់តាមដែលយើងទិញក្នុងមួយ pack បានន័យថា10 level អញ្ចឹងក្នុង10 pack យើងទិញអាច 10000 UC ដូចខ្ញុំទិញតែ7 UC ទេបាន level 100ហើយអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាមើលបានចំនួនតួលេខពងដែលនៅខាងក្រោមហ្នឹងអញ្ចឹងយើងទិញ pack ហ្នឹងគឺគ្រាន់តែយើងបន្ទាប់ពីទិញហើយយើងចូលទៅដោះ Quest កន្លែងនេះកន្លែងរបស់យើងដោះ Quest OP ធម្មតាហ្នឹងប៉ុន្តែនៅពេលដែលយើងទិញ pack ហ្នឹងហើយរាល់ពង OP វាអត់ដោះ Quest level ឲ្យយើងទៀតទេវាទៅដោះ Quest point ដែលយើងបានទិញប្រឆេះ gaming ហ្នឹងអញ្ចឹងរាល់ដោះ Quest របស់ OP នឹងបានគិតទៅលើកន្លែងប្រអប់ហ្នឹងអញ្ចឹងនៅពេលដែលយើងដោះ Quest រួចហើយយើងនឹងទទួលបាន UC របស់យើងត្រឡប់មកវិញទិញមួយ pack ត្រឡប់មកវិញមួយ pack អញ្ចឹងបានទិញ 1000 អស់ 1000 អញ្ចឹងបើយើងចង់ចំណេញទិញ 1000 ហើយដោះបាន 1000 ទិញ 1000 ទៀតអញ្ចឹងតគ្នាទៅយើងបាន UC ត្រឡប់មកវិញអញ្ចឹងទាំងអស់គ្នាអាចធ្វើតាមបងបានហើយនេះគឺជា event OP ថ្មីនេះគឺស្អាតគួរសមហើយមានអាវ Matic មានជាមួយនឹងក្បាល Matic អីច្រើនគួរសមបានន័យថាឥឡូវ item វាអត់សូវជាស្អាតមែនពិតប៉ុន្តែក៏ free ច្រើនវាស័ក្តិសមនឹងតម្លៃហើយដែលយើងចំណាយត្រឹមតែ600 UC ជាងដែលយើងអាចទទួលបាននៅ item ជាច្រើនបែបនេះវាស័ក្តិសមហើយបងប្អូនទាំងអស់គ្នាប៉ុន្តែសម្រាប់បងប្អូនកូនយើងដែលស្ថិតនៅក្នុងវ័យសិក្សារៀងអាចថាថ្លៃដែរអញ្ចឹងវីដេអូនេះបងធ្វើសម្រាប់បញ្យល់ទៅកាន់បងប្អូនយើងទាំងអស់គ្នាឲ្យបានយល់ថាតើយើងដាក់ម៉េចដើម្បីចំណេញអញ្ចឹង OP ដែលយើងទទួលបាននៅពេលដែលយើងដាក់ level 100គឺដូចដែលបងបានធ្វើការបង្ហាញនៅលើ screen ហ្នឹងអញ្ចឹងគឺយើងមានអាវមានកាភ្លើងមានចន្ទោះមានជាមួយនឹងមួកមានជាមួយនឹងត្រឡប់មកវិញនឹងកាក់ Radium ជាមួយនឹង material ទូចកៅ Matic 2-3 ឈុតអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាអាចធ្វើការមើលតាមហ្នឹងទៅហើយបើសិនជាមានចម្ងល់អីនៅក្នុងវីដេអូផ្សេងៗទៀតទាំងអស់គ្នាអាចធ្វើការសួរបងបានហើយនៅពេលដែលខ្ញុំទៅនេះគឺខ្ញុំឆ្លៀតប្រាប់ទៅកាន់កូនបងប្អូនទាំងអស់គ្នាថាមិនអញ្ចឹងណាហើយទាំងអស់គ្នាបើសិនជាចូលចិត្តនៃការ review ឬមួយក៏ចូលចិត្តនៃការបង្ហាញ event ផ្សេងៗទេក៏អាចទៅចូល subscribe ទៅលើ YouTube របស់ខ្ញុំមួយដែរព្រោះ YouTube ខ្ញុំទៅបង្កើតទេក៏បានបងប្អូនកូនយើងទៅ subscribe បានរហូតដល់600ជាងដែរមួយទៀតសម្រាប់កន្លែង team ទាំងអស់គ្នាសួរថា team ហ្នឹងយើងបង្កើតដើម្បីហ្នឹងហើយទាំងអស់គ្នាការប៉ັດទៅ team កន្លែងដែលយើងដាក់ OP create team នេះយើងចូលជាមួយគេក៏បានដែរឬមួយក៏យើងបង្កើតខ្លួនឯងក៏បានដែរនៅពេលដែល member យើងចូលចំនួន10នាក់20នាក់នៅពេញតែ slot ហ្នឹងគឺយើងទទួលបាន reward ដូចខាងក្រោមហ្នឹងអញ្ចឹងមានការ take kit OP ជាមួយនឹងការស្ករគ្រាប់ដុំទឹកខ្មៅវិញហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងទេទាំងអស់គ្នាជូនពរទាំងអស់គ្នាសំណាងល្អក្នុងឱកាសបុណ្យភ្ជុំបិណ្ឌយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតណាអរគុណច្រើនបាយបាយជម្រាបលាអរគុណ